ตกรรมในខាងខេត្តកោះកុងឥឡូវនេះមានការវិវត្តថ្មីមួយទៀតការពីម្សិលមិញនេះស្ត្រីដែលពីមុនជាជនសង្ស័យហើយត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទឃាតកម្មទៅលើម្ដាយរបស់ខ្លួននោះត្រូវបានតុលាការធ្វើការដោះលែងហើយស្ត្រីសង្ស័យរូបនោះបាទដែលមានឈ្មោះណៃស៊ីមនោះបានណៃស៊ីមបានធ្វើការអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់មានន័យថានីតិវិធីនេះគឺតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នមែនទស្សនិកជនគុំច្រឡំថាដោះលែងនេះគឺដោះលែងឲ្យមានសេរីភាពហើយរួចផុតពីសំណុំរឿងនេះគឺគាត់នៅតែជាប់ឈ្មោះជាជនសង្ស័យឡើយទេបាទដោយសារតែគ្មានភស្តុតាងដាក់បន្ទុកអញ្ចឹងតុលាការឲ្យនៅក្រៅឃុំបណ្ដោះអាសន្នអញ្ចឹងបើរកមិនឃើញភស្តុតាងទេគាត់គឺរួចផុតពីការចោទប្រកាន់នេះតែប្រសិនបើទៅមុខទៀតតុលាការរកឃើញបានន័យថាភស្តុតាងសម្រាប់ដាក់បន្ទុកនោះគឺគាត់នឹងត្រូវខាត់ខ្លួនយកមកវិញបាទអញ្ចឹងទោះយ៉ាងណាក៏ដោយការពីម្សិលមិញនេះស្ត្រីដែលរងការចោទប្រកាន់ថាសម្លាប់ម្ដាយខ្លួនឯងនោះគាត់បានធ្វើការអំពាវនាវថាវាជារឿងអយុត្តិធម៌គាត់មិនបានប្រព្រឹត្តសោះហើយទុកដល់ធំដែលម្ដាយគាត់បានស្លាប់តែហើយនោះបែរជាគាត់ដែលជាកូនដែលស្រឡាញ់ម្ដាយបែរជាត្រូវคล้ายទៅជាឃាតករទៅវិញជាមួយគ្នានេះដែរប្អូនប្រុសបង្កើតរបស់ស្ត្រីដែលត្រូវបានចោទប្រកាន់ថាសម្លាប់ម្ដាយខ្លួនឯងហើយក៏ជាកូនបង្កើតរបស់ស្ត្រីដែលរងគ្រោះដែលត្រូវបានឃាតករសម្លាប់បាទឈ្មោះប៉ាន់សុភ័ក្របាទជាកូនទី2ហើយមួយទៀតឈ្មោះប៉ាន់សុថេនអាយុ26ឆ្នាំជាកូនប្រុសពៅបាទប៉ាន់សុភ័ក្រជាកូនប្រុសទី2គាត់បានធ្វើការបញ្ជាក់ដោយអះអាងថាបងស្រីរបស់គាត់មិនមែនជាឃាតករនោះទេចា៎បើទោះបីជានៅពេលកើតហេតុនោះគាត់នៅឯភ្នំពេញជាមួយនឹងបងប្រុសធ្វើការនៅភ្នំពេញក៏ដោយចា៎នេះទី1យើងអាចបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ដោយសារតែគាត់មានជំនឿទៅលើចំណងតាក់ទងបាទរវាងបងប្អូននិងបងប្អូនហើយគាត់ជាអ្នករស់នៅតែចង់និយាយថាមានតែគាត់ទេហើយនឹងប្អូនគាត់ទេដែលដឹងថាតើបងស្រីគាត់ចិត្តយ៉ាងណាចា៎បាទអញ្ចឹងគាត់ហ៊ានសន្និដ្ឋានដោយសារតែទឹកចិត្តនៅក្នុងគ្រួសារគាត់អាចដឹងថាបងស្រីគាត់មិនអាចប្រព្រឹត្តនៅទង្វើយ៉ាងដូចនេះទេនឹងទី1ទី2ដោយបែកទៅលើភស្តុតាងបើនិយាយផ្លូវច្បាប់បែកទៅលើភស្តុតាងគឺអត់មានភស្តុតាងដាក់បន្ទុកបងស្រីគាត់ទៀតចា៎បាទនេះគឺចំណុចទី2ទី3មានសាក្សីហ្នឹងយ៉ាងម៉េចគឺបងស្រីប៉ាន់ណៃស៊ីមបាទដែលត្រូវបានតុលាការដោះលែងនៅក្រៅឃុំនេះចា៎គាត់គឺជាអាជីវករលក់ដូរនៅផ្សារដងទុំចា៎បាទនៅក្រុងខេត្តបាត់ភូមិន្ទហើយមានសាក្សីអ្នកដែលលក់នៅក្បែរកន្លែងគាត់ចា៎បាទគេថាឃើញគាត់នៅលក់នៅពេលដែលថ្ងៃកើតហេតុនោះរហូតទាល់តែកូនស្រីគាត់មកប្រាប់គាត់ថាម៉ាក់ធំត្រូវបានគេសម្លាប់ចា៎បាទសំទោសម៉ាក់ធំដួលបោកក្បាលហូរឈាមច្រើនណាស់ចា៎បាទអញ្ចឹងបានគាត់ទៅដល់ផ្ទះទើបក្រោយមកដឹងថាមិនមែនជាករណីដួលបោកក្បាលទេគឺករណីមានគេសម្លាប់បាទអញ្ចឹងអានេះមូលហេតុមួយចំនួនដែលបងប្រុសបង្កើតគាត់អះអាងថាបងស្រីរបស់គាត់មិនមែនជាឃាតករនោះទេទន្ទឹមនឹងនេះក៏មានចំណុចមួយចំនួនទៀតដែលលោកប៉ាន់សុភ័ក្រដែលជាបងប្រុសបង្កើតប្រាប់ខ្ញុំកាលពីយប់មិញនេះកញ្ញាស្រីរតវិញលោកពិសិដ្ឋចា៎ទី1គាត់ថ្លែងអំណរគុណដល់តុលាការដែលបានធ្វើការស្រាវជ្រាវនិងរោគយុត្តិធម៌ជូនដល់បងស្រីរបស់គាត់ក្នុងជំហានដំបូងនេះបាទទី2គាត់ក៏បានថ្លែងអំណរគុណដល់តុលាការផងដែរដែលបានទី1ដោះលែងបងស្រីទី2ក៏បានស្នើតុលាការឲ្យទម្លាក់ការចោទប្រកាន់បាទព្រោះនីតិវិធីវាអញ្ចឹងដូចខ្ញុំបានបញ្ជាក់មុននឹងអញ្ចឹងដោះលែងដោយសារតែអត់មានភស្តុតាងចា៎ប៉ូលីសកសាងសំណុំរឿងបញ្ជូនគាត់មកដោយសារតែផ្អែកទៅលើចម្លើយសារភាពអញ្ចឹងចម្លើយសារភាពវាជារឿងមួយវាជាបន្ទុកមួយក៏ប៉ុន្តែដើម្បីជាបន្ទុកមួយទៀតទៅតាមផ្លូវច្បាប់ឲ្យមានចង់និយាយថាឲ្យមានគ្រប់បន្ទុកដាក់ការចោទប្រកាន់នោះត្រូវតែមានភស្តុតាងឥឡូវអត់មានភស្តុតាងទេអញ្ចឹងបើផ្អែកតាមការសារភាពនេះសារភាពមាន2យើងមើលចរិតនៃការសារភាពមានសារភាពពិតសារភាពមិនពិតចា៎បាទអញ្ចឹងចម្លើយសារភាពវាគ្រាន់តែជាប្រភពបើរកភស្តុតាងឃើញអាចដាក់បន្ទុកបានន័យថាចម្លើយសារភាពនោះរបស់ស្ត្រីឈ្មោះជាមុំបាទដែលសមាជិកកសាងសំណុំរឿងចោទប្រកាន់ថាសំគំនិតនោះបើសិនរកភស្តុតាងឃើញវាជាចម្លើយពិតតែបើរកមិនឃើញវានៅតែជាចម្លើយដែលមិនទាន់អាចយកជាការបានបាទផ្អែកតាម
ចម្លើយសារភាពយ៉ាងដូចនេះហើយនឹងពុំមានផតាំងទើបតុលាការសម្រេចដោះលែងនេះពាក់ព័ន្ធជាមួយនឹងលោកប៉ាន់សុភ័ក្រលើកឡើងជំវិញតុលាការលើករណីរបស់បងស្រីគាត់និងម្ដាយរបស់គាត់ដែលត្រូវបានឃាតករសម្លាប់ចា៎លោកប៉ាន់សុភ័ក្រដែលជាប្អូនប្រុសក៏បានលើកឡើងផងដែរពាក់ព័ន្ធជាមួយខាងប៉ូលីសវិញចា៎បាទនៅពេលដែលមានការដោះលែងការពីម្សិលថ្ងៃបាទសំទោសបាទការពីថ្ងៃសុក្រសប្តាហ៍មុនជាអ្នកស្រីរតប៉ូលីសខាងប៉ូលីសព្រំប្រទានកម្រិតស្រាលនៃសង្កាត់ក្បាលខេត្តកោះកុងបានលើកឡើងថាការដោះលែងនេះគឺចង់និយាយថាសម្ដែងការខកចិត្តចំពោះតុលាការដែលធ្វើការដោះលែងព្រោះថាប៉ូលីសគាត់ថាគាត់បានខិតខំស្រាវជ្រាវហើយគាត់បានសាកសួរគ្រប់ជ្រុងគ្រប់ជ្រោយហើយរួមទាំងមានចម្លើយសារភាពពីជនសង្ស័យជាមុំដែលត្រូវចោទប្រកាន់ថាជាអ្នកសំគំនិតហើយជាមុំនេះបានចោទមកលើអ្នកស្រីប៉ាន់ណៃស៊ីមបាទដែលជាកូនស្រីបកើនេះថាជាឃាតករនោះគាត់ថាគាត់ប៉ាន់ណៃស៊ីមដែលជាកូនជាឃាតករគាត់គ្រាន់តែមកឃើញហើយចូលរួមដោះគ្រឿងអលង្ការប៉ុណ្ណោះអញ្ចឹងសមត្ថកិច្ចផ្អែកលើចម្លើយហ្នឹងក៏បានចោទប្រកាន់ឃាត់ខ្លួននិងចោទប្រកាន់កូនស្រីរបស់ជនរងគ្រោះនៅពេលដែលកូនស្រីនិងក្រុមគ្រួសារនោះកំពុងតែដង្ហែសពម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកពតដែលជាស្រុកកំណើតរបស់ខ្លួនបាទអញ្ចឹងនៅក្នុងចំណុចនេះលោកប៉ាន់សុភ័ក្រដែលជាប្អូនបង្កើតគាត់បានបញ្ជាក់ថាករណីនេះគឺវាដូចជាមានភាពមិនច្បាស់លាស់ជាមួយនឹងការស្រាវជ្រាវរបស់សមត្ថកិច្ចចា៎បាទលោកលើកឡើងថាសមត្ថកិច្ចស្រាវជ្រាវរឿងនេះមិនបានមកចាត់ទើបសម្រាប់ធ្វើការចោទប្រកាន់បងស្រីគាត់យ៉ាងដូចនេះទី2គាត់ថាសមត្ថកិច្ចរកអត់ឃើញភស្តុតាងទេអត់មានភស្តុតាងដាក់បន្ទុកទេហើយគាត់ផ្អែកតែចម្លើយសារភាពរបស់ស្ត្រីឈ្មោះជាមុំតែប៉ុណ្ណោះហើយបែរទៅជាយកចម្លើយរបស់ស្ត្រីជាមុំហ្នឹងយកមកអនុវត្តចង់និយាយថាអនុវត្តជាឯកច្ឆន្ទតែម្ដងបាទ 100% តែម្ដងសម្រាប់ដាក់ការចោទប្រកាន់ទៅលើកូនស្រីទាំងមិនមានភស្តុតាងចា៎ហើយធ្វើឲ្យបងស្រីគាត់ទូរងនៅភាពអយុត្តិធម៌ពីព្រោះថាម្ដាយស្លាប់គឺជាទុកដ៏ធំមួយហើយបងស្រីបែរទៅជាខ្លាយទៅជាឃាតករទៀតបាទអញ្ចឹងរឿងមួយដែលគាត់មិនអាចទទួលយកបានទេហើយគាត់ដាក់ជាសំណួរទៅប៉ូលីសវិញបាទគាត់សួរថាប្រសិនបើជាមុំឆ្លើយមកដាក់បងគាត់អញ្ចឹងហើយប៉ូលីសចាប់បងស្រីគាត់តាមការឆ្លើយរបស់ជាមុំអញ្ចឹងបើជាមុំឆ្លើយដាក់អ្នកផ្សេងទៀតតើប្រមាណអ្នកនៅខេត្តកោះកុងដែលត្រូវប៉ូលីសចាប់ជុំវិញករណីនេះអានេះវាជាការលើកឡើងរបស់បងប្រុសបង្កើតរបស់ជនរងគ្រោះដែលគាត់មិនអស់ចិត្តហើយគាត់និយាយទៀតថាលោកប៉ាន់សុភ័ក្រដែលជាបងស្រីបាទបងប្រុសបង្កើតរបស់ស្ត្រីដែលគេចោទប្រកាន់ថាជាអ្នកសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯងនោះគាត់បានបញ្ជាក់នៅភាពងឿងឆ្ងល់ថាករណីនេះគឺករណីឃាតកម្មគឺសំណុំរឿងនេះគួរតែត្រូវស្ថិតក្នុងដៃនិងដំណើរការនៃការបំពេញនីតិវិធីស៊ើបអង្កេតដោយការិយាល័យព្រំប្រទានកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកោះកុងប៉ុន្តែរឿងនេះមូលហេតុអ្វីបានជាធ្លាក់មកលើដៃរបស់ការិយាល័យស្នងការការិយាល័យព្រំប្រទានកម្រិតស្រាលចា៎នៃស្នងការនគរបាលខេត្តកោះកុងទៅវិញនេះសំណួរដែលគាត់ដាក់ចោទសួរទៅខាងប៉ូលីសវិញការដែលប៉ូលីសកសាងសំណុំរឿងចោទប្រកាន់បងស្រីគាត់ផ្អែកតាមចម្លើយសារភាពរបស់ជាមុំទាំងគ្មានភស្តុតាងហើយរហូតបញ្ជូនទៅតុលាការគាត់ថាតុលាការបំពេញតាមនីតិវិធីរបស់តុលាការហើយតុលាការសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការដែលផ្អែកទៅលើភស្តុតាងគ្មានភស្តុតាងដោះលែងបងស្រីគាត់ដែលប៉ូលីសបែរជាសម្ដែងការខកចិត្តចា៎អញ្ចឹងគាត់អំពាវនាវថាសូមឲ្យខាងប៉ូលីសខេត្តកោះកុងបាទប៉ូលីសព្រំប្រទានបំពេញការងារលើកក្រោយបំពេញការងារឲ្យម៉ត់ចត់បាទកុំឲ្យដូចរឿងបងស្រីគាត់អញ្ចឹងទោះយ៉ាងណាក៏ដោយនេះគឺជាសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារជនរងគ្រោះនិងដែលក៏ដូចជាក្រុមគ្រួសារជនសង្ស័យចា៎បាទជនសង្ស័យយ៉ាងម៉េចព្រោះសង្ស័យដោយសារគេដាក់ការចោទប្រកាន់ឥឡូវនេះគាត់មិនទាន់រួចផុតពីការសង្ស័យនៅឡើយទេព្រោះនៅសង្ស័យអញ្ចឹងដល់រាបណាតុលាការមិនទាន់ទម្លាក់ការចោទប្រកាន់បើតុលាការទម្លាក់ការចោទប្រកាន់ទើបគាត់រួចផុតចាត្រឹមត្រូវគាត់ផុតខ្លួនពីសំណុំរឿងនេះនេះគឺជារឿងដែលជាការវិវត្តជុំវិញករណីសម្លាប់នេះហើយក្នុងនោះផងដែរយើងក៏សូមបញ្ជាក់ទស្សនិកជនបន្តិចទៅបង្ហាញព្រោះតែយើងមានក្រុមការងាររបស់យើងចុះទៅខេត្តកោះកុងបានប្រមាញ់យកព័ត៌មាននេះតែម្ដងហើយក្នុងនោះក៏មានការ
សម្ភាសជាមួយនឹងអ្នកផ្សារហើយនឹងអ្នកជិតខាងដែរបាទដែលលក់ដូរនៅជាមួយគ្នាយូរមកហើយនៅថ្ងៃកើតហេតុក៏បានឃើញស្ត្រីប៉ាន់ណៃស៊ីមបាទដែលជាជនសង្ស័យនោះគាត់នៅលក់នៅឡើយនៅលក់ដូរធម្មតាទេនៅពេលដែលករណីនោះកើតឡើងនៅផ្ទះបាទអញ្ចឹងយើងសូមជម្រាបឡើងវិញនៅប្រសាសន៍របស់អ្នកអាជីវករដែលលក់ដូរក្បែរខាងនិងអ្នកជិតខាងនៃផ្ទះកើតហេតុនោះបាទបាត់តែបាត់ជើងតូចអីឃើញគេក្លែកទៅឃើញលក់ហ្នឹងទៅបានតាំងពីកើតហេតុមកនោះលីងហៅបងទទួលមកហៅដែរគេមកសួរហ្នឹងហើយកន្លែងរាការគេហៅទៅដែរហៅឆ្លើយចាប៉ាហ្នឹងប្រាប់គេទៅមកប្រាប់ថាឃើញអូណែព្រោះអីមកទេហ្នឹងឃើញអង្គុយលក់ហ្នឹងចឹងអង្គុយលក់ហ្នឹងរហូតចាហៅដល់មកកូនហៅបងលឹកទីមកហាការហ្នឹងទឹកឡើងហ្នឹងមិនឃើញមិនឆ្លាស់ទឹកឡើងឃើញរៀបបានលក់ចឹងបាទហើយដល់ស្មានមិនកូនគាត់ដល់ដឹងម៉ោងប៉ុន្មានទេព្រោះអីខ្ញុំបានមើលម៉ោងផងឃើញកូនមកហៅថ្ងៃដែរហើយចាថ្ងៃហើយបាត់ភ្លៀងហើយហើយពេលនេះកូនហៅភ្លៀងតែតែស៊ីមមិនហត់ទៅតាមហត់ទៅមួយកូនហ្នឹងហៅភ្លៀងរត់ទៅវូតាមចាបងជឿនៃក្បែរហ្នឹងបងជឿថាគាត់ស្លាប់ដែរចិត្តផងខ្ញុំមិនដឹងដែរប៉ុន្តែកូនណាសម្រាប់ម្ដាយទេលំឡើងម៉ោង6ទៅដល់គ្រាហ្នឹងគឺវាមិនលក់អីបានបាទហ្នឹងហើយពេលហ្នឹងវាមិនលក់អីបានហើយដល់ពេលម៉ោងអញ្ចឹងហ្នឹងលក់ដាច់ទៀតហើយម៉ោង8ហ្នឹងណាខ្លះឲ្យវាទៅយកមកថ្មីមនុស្សរោមច្រើនណាក៏ពីអ្នកកូនថាចឹងថ្ងៃនេះអាជីមិនលក់ដាច់ទេកូនខ្ញុំថាម៉ែខ្លះឲ្យបងជិនទៅយកមកថ្មីចឹងលក់ដាច់ហើយហើយដល់ប្រហែលជាម៉ោងខ្ញុំទៅចាក់ញ៉ាំគេនៅក្រោយចាក់ញ៉ាំហ្នឹងតាប្រធានសាលហ្នឹងក៏ចូលមកហ្នឹងហើយអ្នកដែលយើងខ្ញុំចាក់ហ្នឹងប្តីយើងណៃហ្នឹងគាត់ធ្វើការនៅក្នុងសាលហ្នឹងដែរខ្ញុំចាក់ញ៉ាំឲ្យលៀងរបួសឲ្យគាត់តែដល់ពេលបន្តិចទៅក៏អាស៊ីមនេះវាចូលប្រគុណហើយវាចេញមកវិញក្នុងលក្ខណៈម៉ោង9ជាងម៉ោង9ជាងវាក៏និយាយលេងជាមួយថ្ងៃតាប្រធានសាលហ្នឹងវាក៏និយាយលេងប្តីយើងណៃហ្នឹងមកកដែរហ្នឹងវាក៏និយាយលេងសើចទៅវាក៏ដើរចេញមកក្រៅខ្ញុំដឹងពេលហ្នឹងប៉ុន្តែពេលដែលកូនមកហើយខ្ញុំអត់ដឹងទេព្រោះខ្ញុំនៅក្រោយខ្ញុំដឹងពីម៉ោង8មកវាមកលក់ហ្នឹងហើយនឹងពេលវាលេខភ្លៀងលេខភ្លៀងតិចហ្នឹងវានៅហ្នឹងតែជ្រុងថាវាទៅសម្រាប់វាមកដូចអត់ដឹងដែរបាទអញ្ចឹងថ្ងៃកាត់ហើយទៅដំណឹងមកជិះម៉ោង6ដល់ពេលហើយឃើញម៉ាស៊ីនបើកហៀបអីវ៉ាន់លក់ឯណាបើជិះលក់ហើយប្រហែលជាម៉ោង8អីបើហ្នឹងពីអ្នកម៉ាក់ថាម៉ាក់ម៉ាស៊ីនមកចំពេញលឿនណាទៅតាមអាយុហើយក៏មកវិញលឿនចឹងណាទៅមើលងាយមកហ្មងហើយគាត់ខ្ញុំថាវាអត់ម៉ាក់បងស្រីនេះលោកអាវដាច់ពីអ្នកម៉ាក់ចឹងណាដល់ពេលហើយក៏បានម៉ានគាត់ក៏ចូលទៅក្រោយតែមិនដឹងគាត់ធ្វើស្អីនៅក្រោយទេតែគាត់ថាគាត់មើលគឺគាត់មិននិយាយគ្នាលេងមួយពួកថៃធាគាត់ដល់ពេលហើយចឹងទៅក៏មកប្រហែលជាស្ទងម៉ោង10ឆ្នាំមួយកូនគាត់ស្រីមកហៅគាត់ថាម៉ាក់ធំចូល3ក្បាលពោឈាមអញ្ចឹងទៅគាត់ទៅវិញមកបានហ្នឹងអីទៀតទេបានទៅក៏បានទៅប្រាប់ថាម៉ាក់ម៉ាស៊ីនហ្នឹងត្រូវចោលប្លន់ហ្នឹងអញ្ចឹងថ្ងៃនិយាយនឹងស្លាប់ហ្នឹងគាត់នៅនឹងរហូតចានៅរហូតបងអូនឯងឃើញនឹងរហូតហ្មងចាគាត់គាត់នៅលើមកនេះខ្ញុំឈរនឹងរហូតហ្នឹងហើយចង់ដឹងយើង3-4ម៉ោងហ្នឹងឃើញគាត់រហូតគេតគ្នាអីទេពេលណាបានតែគ្នាថ្ងៃនេះគាត់លក់ដាច់មែនតើអញ្ចឹងហ៎ក៏ពួកបានមកទៅដែរក៏មិនភ្លៀងដែរហ្នឹងគ្រប់ក៏បានទាំងអស់គ្នាទៅហើយបានមកទៅកូនគាត់មកហៅថាម៉ាក់ធំទៅ3ក្បាលហ្នឹងពេលលុយចឹងគាត់រហូតទៅភ្លៀងវិញគាត់ទៅភ្លៀងហ្មងហើយទៅអីវ៉ាន់គាត់អីទៅចោលអីវ៉ាន់ហ្នឹងទៅចោលហ្នឹងហើយទៅគាត់ប្រាប់គេមកខប់អីវ៉ាន់គាត់ទុកគឺតែខ្ញុំដែរហ្នឹងអូនឯងជឿទេថាគាត់ទៅស្លាប់ម៉ែគាត់មកជឿហ៎អញ្ចឹងចាដូចថាអីមិនជឿគាត់ថាគាត់ទៅថាគាត់មេម៉ាយនៅតែពីរនាក់ម៉ែកូនហើយគាត់មិនអាចលើកដល់សម្រាប់ម៉ាក់គាត់បានទេ
อย่างที่anh khơi còn nơi nào này mà nhà chúng tôi có năng là hột trong nhưng mình có thay có làm mã qua đấy rồi luôn bùi hai nãy bùi trôi nó phải dùng nó mòn bùi trôi nó có từng hôi bên trắng hay khi ông lư tranh về năng mà đôi kia đà trôi phim dạ đà trôi phim về cực đó dùng mòn giống nhóm có rùa hai dùng từ ấy ra ở đằng ấy sao vậy ta trông tôi phải liên xua ra chắc bùi mò của kia dân đôi trôi ra cái bật mụa bạc ấy nèวันนี้đâyบัดเฮาอัดเจือจังหมดเจือลูกโกนให้ไม้นั่งสลายเนียนนะจ้าเนี่ยนะโกนนึงเต้มาได้ชื่อยมบลบไอ้ดักมือดักไอ้จังโหดนะจ้าอัดเมียนปีนาเต้บางโกนปลอกก็อัดเนยจังนะบางคนเนี่ยนะโกนมวยนั่งอาชีฟังบ้านจังนะจ้าช่วงมนหาการลานึงมีเคยเห็นมนหาการลานึงยังเคยดึกไรเหมือนจำลายจังนะแต่เจนโจนงเตะกอดนะจะปัญหาเรื่องอัดบานสปอร์ตมัวให้ยังบานเคยหมกกอดเตะปลุกกอดเตะมาเตะหมกจังเขานะเหมือนเจนโจนึงจะก็จริงไอ้ยิงโตเอาแต่จับดาวยืนก็จริงโตดุจหมกเตะจังนั้นจะก็โจมาจังนั้นจะปัญหายังแบบได้สปอร์ตหมกกอดเตะเป็นอย่างนั้นกอดโจมาจังนงเตะมาเตะก็กอดดังกอดบางมาดังโจมาเป็นมาได้บางมาก็ต้องปราศบัติมาอย่างมันนั่นคือโดยเฉลี่ยปราศบัติบองยังเตยตนามานะคือกอดเตยจมูกขี้นี้เตยเตียเลยไอ้เตยเตียจมูกขี้นี้ถึงออกไม่ได้เจ็บเลยมันvậy tới mình nên hát thôi mới bài bong chơi bao nhiêu nóคือเตยสำหรับบันไดครูนไอ้ในใบโยบานแต่กอของซ้ายมันขนาดใดของซ้ายบอกโดยตาให้นายโมเทสคือกอดในบานทางแบบบอกยิ่งจังคือนั้นคือกอดเนี่ยกันตัวแต่รอดไงตัวเดียวvề sânแบบบองยิ่งđục mạngยิ่งđục xa ấyคือกอดไอ้นอยโยเลยโยไอ้บานถึงอ๋อตัวกอดดังสาวตู้ดังหลังตกเลยดังไอ้เนี่ยแบบบางยิ่งบางmạngยิ่งตกในถึงอ๋อบองกอดแบบท่ากอดในน้องน้องกับบ้าไอ้จังtới và cái lạnh đâyตัวไอ้หกชกไอ้จังไอ้กอดในถึงใหญ่เตี้ยท่ากอดบานเฟือถึงอ๋อให้ยิ่งใหญ่tớiยิ่งchưaกอดเลยxa nhưng bong phồn mới có đây nhưng score còn sẽ bắt hay cổ sai nhưng còn nhưng score sẽ bắt để nó bong dương năng nào từ nạ chiết bao dương làm bài ở lục đạm mê từ vi làm bài cà pì tập tới chung một phần này xin năng bà hay cho cô non bao dương cứ dương cam một thuộc bao dương là dương đã tới cứ dương na oi lục cho con phơi ca tam đàn năng sườn kia thay bị tràn na nông rừng đấy thấy đọc lên tới chung một phần này xin ở nơiกล่าวคมคือเล็กนี่คือเชียจำลายได้เนี่ยจัดค้างในกระไรลูกกระไดโดยเชียเนี่ยจัดค้างแต่กระไดกอดบานหรือลายอัมพีในปีใดไงการแห่นั่นคือกอดบานคืนสตรีได้ตัวรงจาวกันทาสำหรับได้นู้นึกกระไรลูกโดตีแต่โฮตตัวตายมีนโกนมาให้บ่าโกนสตรีเราบอกปานไหนซิมกอดมาให้ทามาทมดูบอกบ่านี่วิธีเรื่องมวยได้จะการวิวัฒน์ใหม่จังมันนี่คือประพบจำลายได้จัดค้างก็ได้เนี่ยล้วนในกระบายนี้ก็ได้กอดบานไปแจกแผลตึ้มนั่งการเลือกล้างระบบปนปลอกระบบสเตรชนเจ้าได้กอดบานไปแจกท่าคือกอดมันเชื่อได้ค่าท่าบองสเตรระบบกอดจิตเคียดก็ขณะได้สมาร์ทก็อ่างแต่ตื่นเลือดสลายสารพิษระบบสเตรชนชีมุมบ่าจำนายจะลากะสบายสุการเราเล่นโดยซาแต่มีนพอต่างดับมันตุกแบบฉันยืนรงจำมือโตตัวติดแต่ตากาวีวอดนู่อย่างหน้าบนใต้กรอนตัวท่าเนี่ยกอกงคือเตอร์แต่มา100%ที่มันเชื่อท่าการในนี้สเตรชพปันไหนซิมจีเนี่ยสำหรับอะไรบอกลูนายนุติแบบโดยซาแต่ในกอกงที่ในตีนุติเฉินทอมดาเนี่ยสกอร์ได้เจนโจเติมซาสอบจุบมุกแบบให้มวยวินติดโดยซาแต่เนี่ยลุโดนึกซานั่งcái đại khơiสตาบานเคยหนึ่งออกเนี่ยกิจการเหมือนแม้ที่สตรีจีโกนั่งเป็นเลือกได้สำหรับมาได้ทุนไอ้เนี่ยพวกเป็นการแท้ก่อนลุเนืบซาจังแต่ก่อนไปเพียบ่าเยอะรูปมวยติดเยอะtừสำหรับมาได้มวยติดรูปมวยติดนึกไอ้ซาลุโดคนใต้แม้โดยยืนก่อนจันตีบังกายห่อเฉดได้ยังการนะบ่านี่วิธีเอาไว้ได้การเป็นลายในครั้งก็กล้องให้ขนาดได้ไปเชื่อปลอดมันจำนวนติดแบบแต่ก่อนเนื้อแต่มีนเพียบเงินชอบบ่า
còn ngưng ngào tại hướng nó ngào lâu mạch về tới chỉ vào ở hơi bà vào mạch mà đong police sơ ta khơi che mà đong police sơ ta khơi cho mà đo viên ca vi von che mà đong viên ca vi von cho rồi hốt từ đó chặt luôn côn sấy bà hay đặt cá cho vào căn bị bọt sầm lạp mà đai rồi bọt luôn bà hơi do từ không phải chun tới tala ca tiết tập tiết xe bà lấy vai chia tala ca đọc lên trong chụp đoạn mà chụp nôn tối thế là còn miền phiệp ngưng ngao sang tháng hướng nào lấy mình đang từ mà cho bạc lói bà bàn tay tôi nhà nào cả đói dương chạm mưa to tiết lấy ở vậy đây chỉ chùm hô rồi bọ stray một pan này sim và có nơi cao không bắt đầu san mến có bàn tay còn số mấy là cá tụm lẹ cái chọpกันโดยเฉพาะสังคมทางสมัติกิจนึงเราคิดตะกอประกอบไอ้บานฉับเราให้ตำแหน่งการจอดประกันทะเลจนสองไซได้มันบานเปิดจ้าคุณแล้วยังมีเรื่องมวยเตียดหลบพิษในข้างแคด